តោះសួស្តីអ្នកនរគ្នាថ្ងៃនេះនាំអ្នកនរគ្នាមកមើលវិធីការកាត់លង្សង់មនុស្សចាស់ប្រភេទអុំវ័យប្រព័ន្ធនេះរៀងណាអញ្ចឹងការកាត់របស់ខ្ញុំអត់ប្រើពុំទេខ្ញុំចូលចិត្តប្រើស្និតបាទហើយបងប្អូនយើងចូលចិត្តប្រើពុំក៏ប្រើពុំទៅតែបើសិនជាបងប្អូនយើងចូលចិត្តប្រើក្រាស់ក៏ប្រើតាមខ្ញុំបានណាហើយក្រាស់នេះស្មើនឹងលេខ2កន្លះណាបងប្អូនបាទក្រាស់នេះថ្មីរៀងក្រាស់ដែរបាទហើយលើកបដិញ1 2 1 2 1 2ដូចក្នុងវីដេអូអញ្ចឹងណាយើងលើកបដិញ1 2ទៅមើលឲ្យតែសក់នឹងរៀងស្មើហើយបងប្អូនយកម៉ូទ័រឆាប់នេះបាទដូចខ្ញុំកំពុងមកធ្វើឲ្យបងប្អូនមើលហ្នឹងយើងយកមកច្រឹបមកឃើញតែខ្សែសក់រៀងស្អាតហើយសក់ប៉ុណ្នេះគឺយើងទុកកាត់ឲ្យគាត់ហើយយើងធ្វើការលាប5ខ្មៅត្រាំអីចឹងណាអញ្ចឹងបើសិនជាបងប្អូនយើងមើលអត់សូវយល់ទេបងប្អូនមើលម្ដងជា2ដងអីចឹងណាបងប្អូនបាទមើលម្ដង2ដងដើម្បីឲ្យចាំពេលខ្លះបើសិនជាយើងមើលភ្លាមទៅធ្វើភ្លាមវាអត់សូវចាំអត់សូវច្បាស់អញ្ចឹងណាបងប្អូនតោះមើលម្ដងហើយម្ដងទៀតអីចឹងទៅបាទបន្ទាប់ពីយើងចាប់ជើងមុខហើយយើងក៏ដេញមកច្រឹបចំហៀងជូនគាត់ព្រោះសក់នេះខ្ញុំកាត់តាមមកចំហៀងជូនបងប្អូនមើលទេបាទហើយមកចំហៀងទៀតខ្ញុំអត់បានថតទេហើយបន្ទាប់ពីយើងចាប់ចាបងប្អូនចាប់ឲ្យត្រង់ជ្រុងឲ្យស្មើថ្នេរស្អាតចឹងណាបាទហើយតមកយើងក៏បដិញជើងក្រោយឲ្យវារៀងបដិញដូចគ្នាមកតែមិនឲ្យសឯណាបងប្អូនបាទព្រោះជើងក្រោមតិចបាទបដិញជើងក្រោមតិចដើម្បីព្រោះមកវាមានរោមណាហើយបន្ទាប់មកយើងបដិញ1 2 1 2ដូចបងប្អូនឃើញចឹងបាទក្រាស់1 2 3 1 2 3 4 1 2 3 4ណាបងប្អូនរាប់ពីជើងសក់មក1 2 3 4ចឹងណាបដិញចឹងណាបដិញដូចក្នុងវីដេអូដែលខ្ញុំធ្វើឲ្យបងប្អូនមើលហ្នឹងទៅបាទហើយសក់ទុកឲ្យក្រាស់ប៉ុណ្ណឹងបានស្អាតណាបងប្អូនទុកឲ្យក្រាស់អញ្ចឹងចុះបាទតែកុំក្រាស់ពេកយើងមើលមកល្មមផ្សំភ្នែកយើងថាមនុស្សចាស់អីចឹងទៅបាទហើយបន្ទាប់ពីដែលយើងស្រេជើងសក់ស្រេអីហើយបាទសក់លើក៏យើងកាត់ដែរបងប្អូនកាត់មកល្មមណាបាទមិនឲ្យវែងពេកទេសក់មនុស្សចាស់ប៉ុណ្ណឹងឯងបានដែរអញ្ចឹងបងប្អូនធ្វើការកោឲ្យស្អាតបាទរោមតិចរោមអីហ្នឹងមនុស្សចាស់ក៏អត់ទុកទេពេលយើងកោហើយបងប្អូននៅលាប5ខ្មៅគាត់ទៀតមុនលាប5ខ្មៅយើងត្រូវសម្អាតឲ្យគាត់សិនរោមតិចរោមមុខរោមមាត់អីហ្នឹងបាទកោឲ្យអស់មកកុំទុកបាទទៅទុកទៅគាត់និយាយទៅមនុស្សចាស់គាត់មិនសូវទុកហើយព្រោះចឹងគាត់ចង់ឲ្យកោអស់អង្គដូចបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងណាបងប្អូនបាទហើយវីដេអូនេះគឺខ្ញុំធ្វើទៅអធិប្បាយជូនបងប្អូនមើលបាទអធិប្បាយជូនបងប្អូនមើលភ្លាមមកអត់មានតែធ្វើភ្លាមថតតែនិយាយទេអត់ទេបាទហើយយើងធ្វើការយើងអត់និយាយទេបាទយើងត្រូវនិយាយមួយភ្ញៀវបាទអានេះយើងមកបញ្ចូលសលេងផ្សេងទៀតដើម្បីបងប្អូនងាយយល់បន្ទាប់ពីកោពីអីហើយបងប្អូនឃើញសកម្មភាពបាទគឺកន្លែងនេះខាយើងលឿនតិចហើយបាទកុំឲ្យវាស៊ីពេលពេកបាទស៊ីពេលពេកក៏វាមិនកើតដែរអញ្ចឹងខ្ញុំត្រូវការស្រែលាបតាមខ្មៅឲ្យគាត់ហើយនៅពេលដែលលាបហើយស្ដាយអត់ថតអត់យើងអត់បានថតឲ្យបងប្អូនមើលដោយសាររវល់ពេកបងប្អូននៅតែឯងរវល់ថតផងកាត់ផងអីយ៉ាងទៅកន្លែងលាបតាមខ្មៅនេះបើសិនជាបងប្អូនមើលដល់នេះបងប្អូនមកចាំមើលក៏បានដែរណាបងប្អូនព្រោះវាសំខាន់ទេតែបងប្អូនមើលក៏មើលដល់ការលាបឲ្យសពសក់កុំឲ្យមានស្កើចេញអីយ៉ាងទៅណាបាទហើយបងប្អូនចូលមើលកុំភ្លេចចុច Subscribe ខ្ញុំម្នាក់មួយផងណាបងប្អូនបាទកុំភ្លេចចុច Subscribe ខ្ញុំម្នាក់មួយផងបាទដើម្បីខ្ញុំផុសវីដេអូទៅបងប្អូនបានឃើញអីយ៉ាងទៅបាទហើយវីដេអូខ្ញុំផុស2ថ្ងៃម្ដងបងប្អូនខ្ញុំផុសលើ Channel YouTube 2ថ្ងៃម្ដងបាទបើនៅ TikTok នៅ Page ខ្ញុំផុសមួយថ្ងៃម្ដងបាទផុសតែមួយវីដេអូ2វីដេអូអញ្ចឹងទៅបាទខ្លីៗទេ